សេចក្តីប្រកាសព័ត៌មានរបស់យោធភូមិភាគទី5យោធភូមិភាគទី5នៃកងយោធពលខេមរៈភូមិន្ទសូមបញ្ជាក់ថាមានការផ្សព្វផ្សាយព័ត៌មាននិងបណ្ដាញសង្គមមួយចំនួនដែលផ្សាយថាថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់មិនមែនជាការពិតទេសកម្មភាពនៃការឈូសឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះការពារយ៉ាងម៉ឺងម៉ាត់នៅបូរណភាពទឹកដីកម្ពុជាដូច្នេះសូមសាធារណជនទាំងអស់កុំមានការយល់ច្រឡំនិងសូមកុំបន្តចែករំលែកយោធភូមិភាគទី5សូមគូបញ្ជាក់ថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃហើយការអះអាងអំពីសមត្ថកិច្ចនេះក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី10ខែកញ្ញាឆ្នាំ2025យោធភូមិភាគទី5នៃកងយោធពលខេមរៈភូមិន្ទសូមគូបញ្ជាក់ថាកម្ពុជានិងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់យន្តការស្ថាប័ននិងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាពិសេសផែនទីមាត្រដ្ឋាន1 លើ 200,000 យោងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន74បង្គោលហើយភាគីទាំងពីរកម្ពុជាថៃបានទទួលស្គាល់និងបញ្ជាក់ឡើងវិញនៅក្នុងអនុសារណៈនៃការយោគយល់ឆ្នាំ2000 MOU 2000សារជាថ្មីម្ដងទៀតយោធភូមិភាគទី5នៃកងយោធពលខេមរៈភូមិន្ទសូមគូបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាឲ្យបានជាដាច់ខាតនិងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិថ្ងៃសុក្រ10រោចខែអាសត់ឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569បាត់ដំបងថ្ងៃទី17ខែតុលាឆ្នាំ2025